ចាជំរាបសួរបងប្អូនទាំងអស់គ្នាតែថ្ងៃនេះដែរគឺខ្ញុំធ្វើជ្រក់អំពីឆៃថាវចំពោះឆៃថាវរបស់យើងហ្នឹងគឺខ្ញុំគ្រាន់តែចិតសម្បកឲ្យស្អាតហើយយើងយកទៅលាងហើយបន្តមកទៀតនោះគឺយើងចិតជាបន្ទះស្ដើងណាបងប្អូនហើយជាមួយនឹងជាមួយនឹងម្ទេសផ្លោកមួយផងដែរដើម្បីដាក់ទៅក្នុងឆៃថាវហ្នឹងគឺដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ផងដែរ I turned into a giant golem. No one can defeat me. Mikey doesn't have any characters in his collection that can handle me. How great that I beat him in this battle. I knew I would be the winner today. Now I have access to the coolest weapons. I can fight several enemies at once and still win. Whoa! Now I have... ចាបន្ទាប់ពីលាងស្អាតហើយគឺខ្ញុំដាក់អំបិលបន្តិចដើម្បីយើងច្បាច់វាឲ្យចេញជាតិហាងនឹងចឹងណាបងប្អូនចាបន្ទាប់ពីច្បាច់វាដល់ហើយគឺខ្ញុំទៅលាងទឹកចេញបន្តិចផងដែរចំពោះជ្រក់ថៃថាវនេះដែរគឺខ្ញុំអត់មានដាក់ទឹកត្រីទេគឺយើងដាក់តែអំបិលប៊ីចេងបន្តិចនិងស្ករយើងកូរវាឲ្យម៉ត់ហើយយើងចាក់ចូលទៅក្នុងនឹងហើយបន្ទាប់មកទៀតគឺយើងយក spray ហ្នឹងចាក់បន្តិចចូលទៅដើម្បីវាចូលជាតិកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងបងប្អូនអរគុណច្រើនជម្រាបលា